បុកម៉ែបងប្អូនដែលគាត់ចូលមកហ្នឹងគឺគាត់ស្គាល់ស្រាប់អត់ពិបាកលក់ទេគឺ10នាក់គាត់សួររក7ទៅ8នាក់បាត់ហើយចំពោះសម្បកកង់សៃឡុនផលិតនៅប្រទេសកម្ពុជារបស់យើងបាទជំរាបសួរជំរាបសួរបាទជំរាបសួរបងសុខសប្បាយបងណាបាទបងសុខសប្បាយបាទជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទផ្នែកលក់សម្បកកង់ម៉ាកសៃឡុនផលិតនៅកម្ពុជាថ្ងៃនេះបានមកដល់ទីរួមខេត្តបាត់ដំបងនៅជាប់ផ្លូវជាតិលេខ5យើងតែម្ដងអញ្ចឹងនឹងជួបមួយបងប្អូនដែលជាអ្នកធ្វើការផ្ទាល់កាន់កាប់លក់ទីនេះផ្ទាល់អញ្ចឹងថ្ងៃនេះបានជួបមួយបងប្អូនផ្ទាល់ចង់ឲ្យខាងបងប្អូនណែនាំខ្លួនបន្តិចឈ្មោះអីហើយសម្រាប់ទីតាំងដេប៉ូដែលមានលក់សម្បកកង់នេះមានផ្លាកយីហោឈ្មោះអីដែរអញ្ចឹងណាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំបាទឈ្មោះសុកឌីបាទអ្នកលក់សម្បកកង់ម៉ាក់សៃឡុនបាទនៅដេប៉ូពេជ្រផលី2ពុកម៉ែបងប្អូនបាទជាក់ស្ដែងមែនតើទៅចូលមកដល់ទីតាំងខាងបងប្អូនសុកឌីណាសុកឌីមិនហ្នឹងឃើញលក់សម្បកកង់សៃឡុននៅកម្ពុជាយើងច្រើនមែនតើដោយខាងក្រោយនេះតតែម្ដងគឺច្រើនមែនតើចង់សួរខាងបងប្អូនដែរពាក់ព័ន្ធនឹងចំណាប់អារម្មណ៍អតិថិជនដែលគាត់អញ្ជើញមកទីតាំងបងប្អូនដែលមានអ្នកសួររទេហើយមួយវិញទៀតតកតងនឹងចំណាប់អារម្មណ៍បងប្អូនដែលជាអ្នកលក់ផ្ទាល់ហ្នឹងមានចំណាប់អារម្មណ៍បែបណាបានដាក់សម្បកកង់ផលិតនៅកម្ពុជាយើងម៉ាកសៃឡុននេះច្រើនមែនតើបាទបងទី1គឺថាតម្លៃបងសៃឡុនតម្លៃល្អមែនតើហើយទី2នោះគឺគុណភាពបាទបុកម៉ែបងប្អូនដែលគាត់ចូលមកហ្នឹងគឺគាត់ស្គាល់ស្រាប់អត់ពិបាកលក់ទេគឺ10នាក់គាត់សួររក7ទៅ8នាក់បាត់ហើយចំពោះសម្បកកង់សៃឡុនផលិតនៅប្រទេសកម្ពុជារបស់យើងបាទអស្ចារ្យមែនតើបងប្អូនទី1សម្បកកង់ម៉ាកសៃឡុនផលិតនៅកម្ពុជាស្តង់ដារគុណភាពល្អតម្លៃសមរម្យទី2ពាក់ព័ន្ធនឹងអតិថិជនដែលគាត់អញ្ជើញចូលមកហើយគឺគាត់តែងតែសួររកអញ្ចឹងក្នុងចំណោម10នាក់ដូចជាចន្លោះ7ទៅ8នាក់បាទបងគឺថាងាយស្រួលលក់មែនតើសម្បកកង់សៃឡុននិយាយទៅគាត់ចូលមកគឺគាត់សម្ដៅមកគឺថាសួរកង់ខ្មែរបាត់ហើយបាទហើយសម្បកកង់សៃឡុននេះគឺរោងចក្រគឺផលិតនៅស្វាយរៀងបាទអូខេច្បាស់មែនតើអញ្ចឹងសម្រាប់រោងចក្ររបស់សម្បកកង់សៃឡុនយើងគឺនៅខេត្តស្វាយរៀងនឹងផ្ទាល់តែម្ដងហើយជាក់ស្ដែងក្រៅពីកត្តាគុណភាពដែលខាងបងប្អូនសុកឌីបញ្ជាក់ហើយនឹងអតិថិជនសួររកតើមានកត្តាអីខ្លះដែលជំរុញចិត្តបន្ថែមធ្វើឲ្យបងប្អូនកំងចូលច្រើនតែប៉ុន្តែនៅខ្វះច្រើនទៀតគាត់ថាយើងដាក់មកបានប៉ុណ្ណឹងបាទបងជាចំណាប់អារម្មណ៍របស់ខ្ញុំហើយនឹងខ្ញុំយកមកលក់ផ្ទាល់នេះហ្មងគឺថាតម្លៃគឺថាពិសេសមែនតើសម្បកកង់សៃឡុនរបស់ខ្មែរយើងហើយទី2នោះគឺគុណភាពបាទគុណភាពល្អមែនតើដែលបានពីបែបពីអតិជនដែលគាត់បានប្រើហើយគឺគាត់ត្រឡប់មកប្រាប់គាត់ថាសៃឡុនគឺល្អមែនតើបាទសាច់កៅស៊ូចំពោះទី3នោះគឺថាកៅស៊ូបាទកៅស៊ូគឺកៅស៊ូក្នុងស្រុកបាទបងប្អូនអរគ្នា3ចំណុចរបស់បងប្អូនសុកឌីគាត់មានប្រសាសន៍ទី1សៃឡុនគុណភាពល្អទី2អតិជនគាត់ងាយស្រួលមែនតើឲ្យតែមកសួររកមកសួររកហើយអ្វីដែលសំខាន់បំផុតនោះគឺចំណុចទី3គាត់ចង់គ្រប់គ្រងកៅស៊ូខ្មែរឲ្យមានទីផ្សារដោយសារតែសម្បកកង់សៃឡុននេះគឺយើងផលិតពីកៅស៊ូខ្មែរយើងតែម្ដងហើយសម្រាប់រោងចក្រផ្ទាល់ក្នុងឆ្នាំនេះនឹងប្រើប្រាស់កៅស៊ូខ្មែរដល់ទៅ100,000តោនអញ្ចឹងបើធៀបពីឆ្នាំ2024វាស្មើនឹង50%ហើយដោយឆ្នាំ2024ហ្នឹងគឺល្បាក់50,000តោនអញ្ចឹងចូលមកឆ្នាំ2025ហ្នឹងគឺមានការកើនឡើងមែនតើបាទល្អមែនតើបាទជាការគ្រប់គ្រងកៅស៊ូខ្មែរយើងផ្ទាល់ជាចុងក្រោយពាក់ព័ន្ធនឹងទីតាំងដូចជាអត់បានបញ្ជាក់ដែរសម្រាប់ទីតាំងបងប្អូនតដឹងអានេះខេត្តបាត់ដំបងប៉ុន្តែបើចេញពីណាមកណាហើយនេះផ្លូវជាតិលេខម៉ានសម្រាប់ទីតាំងបងប្អូនតសម្រាប់ទីតាំងហាងដេប៉ូពេជ្រផលី2នេះគឺពុកម៉ែបងប្អូនធ្វើដំណើរពីលោករង្វង់មូលលោកតារបស់កញ្ញូងមកគឺបាត់ស្ដាំមកត្រង់រហូតដល់ផ្លូវកែងបាទផ្លូវកែងកាច់កែងពេទ្យជីគឺហាងរបស់ខ្ញុំនៅនឹងកែងនឹងតែម្ដងបាទអូខេអញ្ចឹងបើសម្បកកង់សៃឡុនផលិតនៅខ្មែរនេះឃើញច្រើនហើយប៉ុន្តែតើតោសេវាកម្មផ្សេងៗមានទេដោយសារតែខាងមុខហ្នឹងឃើញស៊ូរូមរបស់ Petronas ច្រើនមែនតើបាទហើយជាពិសេសនោះគឺប្រេងម៉ាស៊ីនដេប៉ូយើងខ្ញុំក៏មានបដូរជាប្រេងម៉ាស៊ីន Petronas ដែរបាទពុកម៉ែបងប្អូនដែលមានតម្រូវការផ្លាស់ប្ដូរប្រេងម៉ាស៊ីនក៏អាចអញ្ជើញមកផ្លាស់ប្ដូរបានដែរបាទបាទអញ្ចឹងបងប្អូនអរគ្នាសម្រាប់អតិថិជនដែលមានផ្លាកយីហោពេជ្រផលីគឺមានសេវាកម្មច្រើនមែនតើបាទផ្លាស់ប្ដូរប្រេងម៉ាស៊ីនប្រេងល្អ Petronas តែម្ដងហើយនឹងសម្បកកង់ខ្មែរយើងម៉ាកសៃឡុនអញ្ចឹងសម្រាប់បងប្អូនដែលទទួលសេវាកម្មមានតម្រូវការជាមួយនឹងប្រេងល្អសម្បកកង់ល្អកុំភ្លេចដេប៉ូពេជ្រផលីទីតាំងចេញពីរង្វង់មូលលោកតារង្វង់កញ្ញូងមកបាត់ស្ដាំខាងស្ដាំដៃបាទមកត្រង់រហូតនឹងដល់ផ្លូវកែងបាទអូខេអញ្ចឹងបាត់ស្ដាំដៃនៅផ្លូវកែងគេហៅគេកែងពេទ្យជីកាច់កែងពេទ្យជីបាទកែងពេទ្យជីតែម្ដងប៉ុន្តែបើសិនជាអតិថិជនដែលគាត់អត់បានមកផ្ទាល់គាត់អាចនឹងសួរនាំព័ត៌មានតាមបាទតាមលេខទូរស័ព្ទបាទអូតាមលេខទូរស័ព្ទបាទហើយលេខទូរស័ព្ទ012 16 669បាទហើយ08 8 29 79បាទហើយ015 69 77 79បាទអញ្ចឹងបងប្អូនអរគ្នាសម្រាប់បងប្អូនដែលមិនថាទីជិតទីឆ្ងាយទេដែលអត់បានចេញមកផ្ទាល់អាចតាក់ទងសួរព័ត៌មានបានជាមួយលេខទូរស័ព្ទបងប្អូនចុះមាន page មាន page Facebook page មានបាទឈ្មោះនិយាយទៅ Depo ពេជ្រផលីពិភពថាស្ពតនិងFacebook ខ្ញុំបាទលឹមសុកឌីជាអក្សរអង់គ្លេសបាទអញ្ចឹង
អាចឆាតចូល page ឬក៏ឆាតចូលបងអូនលឹមសុកឌីក៏បានដែរ បាទ អញ្ចឹងអរគុណច្រើនបង បាទ ប្អូន អរគុណ